យើងចង់លៀងឈាមទាំង3ក្មេងហាមញ៉ាំអាហារ5ប្រភេទនេះទី1អាហារដែលសម្បូរជាតិស្ករខ្លាំងស្ករអីរឿងក្រហមលឿងទឹកហ្នឹងគឺមានជាតិស្ករខ្លាំងមែនទែនហើយក៏វាធ្វើឲ្យយើងនឹងទៅជាមានជំងឺលើសជាតិស្ករហើយទឹកនោមអែមផងដែរទី2នោះជាអាហារបែប fast food ដូចជាប្រហិតតែក្របំពងចៀនហើយរបស់ទាំងអស់នេះជារបស់ផ្អាប់ទុកយូរហើយយកមកពោភ្លាមដែលសម្បូរខ្លាញ់ច្រើនហ្នឹងអាហារទាំងអស់នេះវាពិតជាប៉ះពាល់ទៅដល់មុខងារតម្រង់នោមធ្វើឲ្យតម្រង់នោមរបស់យើងនឹងធ្វើការខ្លាំងមែនទែននៅក្នុងការលាងចម្រោះជាហេតុធ្វើឲ្យយើងនឹងត្រូវការលាងឈាមដូចគ្នាដែរទី3នោះគឺមីកញ្ចប់កាលណាដែលយើងញ៉ាំច្រើនសារធាតុទាំងអស់ហ្នឹងគឺវាអាចប្រឈមមុខទៅលើជំងឺលើសឈាមជំងឺទឹកនោមផ្អែមហើយមួយទៀតវាក៏មានសារធាតុគីមីដែលធ្វើឲ្យរីកលូតលាស់នៃកោសិកាខុសប្រក្រតីបង្កទៅជាជំងឺមហារីកបានផងដែរចំណុចទី4គឺគ្រឿងក្នុងជាអាហារមួយដែលសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់វាធ្វើឲ្យយើងនឹងទៅជាមានជំងឺលើសជាតិអាស៊ីតទៅជាឈឺសន្លាក់ទៅជាមានបញ្ហាហើមនៅតាមសន្លាក់នឹងផ្សេងអានេះក៏ជាគ្រោះថ្នាក់មួយនៅក្នុងប្រភេទនៃក្រុមអាហារផងដែរចំណុចទី5នោះគ្រឿងសង្វឹងនឹងមកជាមុខសញ្ញាមួយយ៉ាងសំខាន់បែរទៅថារកខែសម្រាប់អត់មានទេគឺទៅលាងឈាមនឹងតែម្ដងដោយសារតែគ្រឿងសង្វឹងដែលយើងញ៉ាំច្រើននៅលោកវាប៉ះពាល់ទាំងស្រុងទៅលើតម្រង់នោមរហូតដល់បងប្អូនគាត់ថាហេតុអីអត់ទៅញ៉ាំទឹកផងអត់ទៅញ៉ាំបាយផងញ៉ាំតែស្រាមិនពោះកាន់តែធំប្រយ័ត្នទេទឹកនេះគឺជាចំណុចសំខាន់បំផុតនៅក្នុង5ចំណុចដែលអាចឲ្យអ្នកជំងឺគាត់ប្រឈមមុខនឹងការលាងឈាមទាំងវ័យក្មេងក៏មានដែរមើលវីដេអូនេះហើយព្រមមុខបងប្អូនណាដែលចូលចិត្តញ៉ាំអ្វីខ្លាំងជាងគេក្នុងចំណោម5មុខនេះកុំភ្លេចខមមិននៅខាងក្រោមអ្នកគ្រូសៃពៅចាំស្គាល់ផងដែរចា